សមូហកម្មស្ទឹងសង្កែសូមជូនចម្រៀងអត្ថាធិប្បាយភាគទី12នេះយើងខ្ញុំជាអ្នករៀបរៀងសូមនាំអស់លោកអ្នកនាងមិត្តអ្នកស្ដាប់មកចាប់អារម្មណ៍នឹងគូស្នេហ៍មួយគូគឺលោកទិនទីសមុទ្រក្នុងចម្រៀងមួយបទដែលមានចំណងជើងថាលីងជូមីសបងចា៎យុទ្ធវិធីដើម្បីសម្រេចគោលដៅជាយុទ្ធសាស្ត្រស្នេហាត្រូវបានគេចែកចេញជា3ដំណាក់កាលដំណាក់កាលទី1គេប្រាប់ភ្នែកជាឆ្នោតដំណាក់កាលបន្ទាប់មកគេប្រើវាចាជាសក្ខីដំណាក់កាលទី3គឺគេប្រើដៃចុះស្នេហាលោកទិនពីសមុទ្រក្នុងពេលនេះជាស្នេហាក្នុងដំណាក់កាលទីប៉ុន្មានដែរដូច្នេះយើងខ្ញុំសូមប្រគល់នីតិនេះទៅលោកអ្នកនាងមិត្តអ្នកស្ដាប់ជាអ្នកកំណត់ទៅចុះស្រីចំងាយវ៉ាស្ដាយស្ដាយក៏ក្នុងចិត្តអូទីព្រឹកអូយកទៅអាដល់កម្រិតមិនរកប្រាថ្នាមើលហើយមើលទៀងបងខំឈ្នះគុណភ័ក្រប្រាមារីស្រដូចតាហើយចិនដាមានបំណងยิ่งไม่บอกថាសូរិយផងក៏លើបើស្នេហាហើយមិនណាណានួនឡាមានបងថាសូរិយផងលើបើស្នេហានិងការឃ្លាតទៅឆ្ងាយរបស់អូនធ្វើឲ្យបងខ្វល់ខ្វាយរកទីបំផុតគ្មានការស្រឡាញ់របស់បងចំពោះអូនមានទំហំប៉ុណ្ណាសេចក្តីអន្ទះសារក៏វាមានទំហំប៉ុណ្ណោះដែរមួយថ្ងៃនៃការឃ្លាតទៅរបស់អូនគឺមួយឆ្នាំសម្រាប់ការរងចាំរបស់បងក្រៅពីព្រួយបារម្ភខ្លាចអូនមានគ្រោះថ្នាក់គឺបងព្រួយខ្លាចអូនបំភ្លេចរូបបងតែជាប់នៅបងថ្មរក្សាទុករាល់ថ្ងៃមិនអើបាត់រស្មីនៃក្តីស្នេហាអូននៅបងជាឯងធ្លាប់ឆ្លើយឆ្លងបងប្រម៉ែនឹកគ្រប់វេលា
ថ្នមបងប្រមៃនឹងព្រមវិញឃ្លាតអូនមួយថ្ងៃវិស័យមួយឆ្នាំបងគេរំចាំថ្ងៃវិលនេះដូចចិនសំសិងរំទិញខាននឹកអូនរាល់ថ្ងៃគ្មានផ្លាក្រឡាចឹងបានទេថ្លៃបងជួយរីរៃខ្លួនណាជីវ៉ាថាអូនជួយដូចបងដែរបងជួយព្រោះបងនឹកម្លេះទេប្រាំមកប្រលឹងប្រាប់មកបងទៅទៅចាំបំលឹងជីនេះមិនភ្លេចទេដេកមកក្នុងលោកីហើយបងចាទៅពីពេលតទៅពីណាមកហើយនឹងអូនឃ្លាតអូនមួយថ្ងៃពីសាយមួយឆ្នាំបងគេរំចាំថ្ងៃវិលនេះអូនចិនសុនទិញខានមកអូនរាល់ថ្ងៃគ្មានផ្លែប្រឡាយចាំបានពីថ្លៃបងជួយឲ្យចូលផ្លែហាជីវ៉ាថាអូនជួយដូចបងដែរបងឈឺព្រោះបងនឹកម្លេះទេពេលវេលាច្រើនណាស់ហើយដែលកន្លងទៅតែអ្វីដែលនៅដដែលនោះគឺការព្រួយបារម្ភវាមានជាប្រចាំត្រាំក្នុងបេះដូងបងពិតមែនថាមុននឹងឃ្លាតទៅអូនបានបង្ហូរ 1000 ដំណក់ទឹកភ្នែកនៅលើស្មារបស់បងទុកជាសាក្សី100សម្ដីរអាក់រអួលទុកជាពាក្យសម្បត្តិថាមិនក្បត់ថានឹងត្រឡប់មករកបងវិញនៅថ្ងៃណាមួយតែទោះជាយ៉ាងណាក៏ចិនដាបងនៅតែមិនអស់ចិត្តត្បិតខ្លាចពាក្យចាស់ដែលលោកពោលថាអណ្ដាតជាអាចកន្លងហើយពេលវេលាផងក៏ជាអ្នកកែប្រែធំណាស់ដែរកណ្ដាលទ្រូងរាត្រីបងភ័យបងព្រួយការភ័យព្រួយហាក់ដូចជាកំពុងរីកគូសជាយពីលំដាប់ជំនួសសេចក្តីសង្ឃឹមដែលហាក់ដូចជាកំពុងតែបាត់បង់ទៅរាត្រីស្ងាត់សូមជួយរំលែកវិបត្តិដួងចិត្តរបស់ខ្ញុំផង
ตาអូនដឹងទេឃ្លាតអូនមួយថ្ងៃវិស័យមួយឆ្នាំចុះបើមួយឆ្នាំតើវាស្រាំវាប្រះយ៉ាងណាទៅដើមទ្រូងបងនេះសេចក្តីស្រឡាញ់នឹងការឃ្លាតទៅឆ្ងាយរបស់អូនធ្វើឲ្យបងក្រំគ្រាចិត្តជានិច្ចបំភ្លេចមិនបានបងរងចាំអូនដោយកូនរងចាំផ្លូវម្ដាយមកពីផ្សារដូចនេះដែរឃើញព្រលឹមរៀមបន់ឲ្យឆាប់ព្រលឹមលុះបានយប់រៀមបន់ឲ្យឆាប់ភ្លឺបន់ឲ្យពេលវេលាផ្លាស់ប្ដូរគ្នាឲ្យបានរហ័សនឹងដល់ថ្ងៃបានជួបមុខអូនជាថ្មីអំណាចនៃការខំបន់មនោយទ្ធិនៃការនឹករលឹកទីបំផុតអូនបានវិលមកមែនពេលនេះបងគ្មានប្រាថ្នាអ្វីធំដុំពីអូនក្រៅពីពាក្យឆ្លើយថាចាស់មួយម៉ាត់តែប៉ុណ្ណោះឆ្លើយមកឆ្លើយចាស់មកអូនចាស់មកឆ្លើយចាស់មកអូនបងសូមអងមួយម៉ាត់មិនខាតទេទួនណែមិនបានខ្លួនមានខាត
ចាស់ចិត្តជាទីនឹករលឹកមុនពេលដែលបងបានសម្បត្តិនេះសូមបងអភ័យទោសឲ្យអូនផងអូនដឹងខ្លួនហើយថាទោះបីជាអូននិយាយអត់អស់100ឬ1000ពាក្យសុំទោសទៀតក៏មិនស្មើនឹងកំហុសរបស់អូនក្នុងពេលនេះដែរប្រការដែលអូនចង់ជម្រាបបងក្នុងសម្បត្តិចុងក្រោយនេះគឺអូនសូមចែកផ្លូវពីបងហើយពិតមែនហើយអូនជាស្រីសាវ៉ាអូនជាអ្នកខុសអូនជាផ្ទាំងពពកខ្លាំងដែលបាត់មកលើបងដូច្នេះអ្វីៗដែលអូនបានប្រគល់ជូនបងកន្លងមកចាត់ទុកថាជាសម្បត្តិល្អរបស់បងទៅចុះហើយពាក្យសន្យាការស្បត់ស្បាយរបស់ខ្ញុំពីថ្ងៃមុនសូមទុកជាមោឃៈរឿងអូននិងបងសូមបញ្ចប់ត្រឹមថ្ងៃនេះធៀបការដឹកភ្ជាប់មកជាមួយសម្បត្តិនេះអូនជូនសូមអញ្ជើញបងជាភ្ញៀវកិត្តិយសក្នុងថ្ងៃអាពាហ៍ពិពាហ៍ថ្មីរបស់ខ្ញុំមុននឹងបញ្ចប់អូនសូមប្រើពាក្យថាអ្វីដែលអូនធ្វើនេះគឺជាសេរីភាពឬថាជាកម្មពីជាព្រមវិខិតមកជំនួសពាក្យសាវ៉ាខិតក្បត់ខាងលើវិញសូមបងរស់នៅឲ្យបានសុខសាន្តចុះក្រោយពេលដែលបងចាក់ចាំបងលៀនដែលខ្ញុំអរគុណខ្ញុំតែពីខ្ញុំរៀនជំនាញចាក់បងចិត្តរបស់បងហើយសូមបត់អោននឹកស្មានជួបគ្នាអូនហាប់ញូវបាសងសាអូនំខ្លួនខ្ញុំឈរសងស្រាំតែរលំសងសាខ្ញុំពីខាងពីកាសាយចំអហើយឆ្លើយបានឈឺទៀនចេញនឹងពីខៀងឲ្យសូនសងខាសប្បាយចឹងណាស់ឃើញខ្ញុំខ្លោចฟ้าចេញស្នេហាពេលជន់ឈីចោក៏តែវិញជួយចន់វាសំបានព្រៀបបានលើគ្រប់រលណែលើទ្រូងខ្លាយពីសមហោឲ្យខ្ញុំតែតោបណ្ដាសំបំចុងក្រោយធ្វើឲ្យបងស្លាប់ជាប្រាហមរំទុកតាចាញ់អោបាយកោចំស្រីឆោបោពីប្រយោងលូនអវសានចុងក្រោយធ្វើឲ្យបងស្លាប់ជាប្រភពរងទុំសាចាញ់អបហើយកោចិនស្រីឈបោពីប្រយោគលូកអវសាស្នេហ៍អូនបានបញ្ចប់ត្រឹមសម្បត្តិចុងក្រោយរបស់អូនតែស្នេហ៍បងមិនអាចបញ្ចប់វាទៅបានដោយងាយដូចអូនទេចម្លើយដែលថាបញ្ចប់មិនបានគឺដោយសារចិត្តស្នេហ៍បរិសុទ្ធដ៏ធ្លាប់តែស្រឡាញ់អូនគ្មានមុខក្រោយជាយូរមកហើយនោះឯងជាហេតុផលជាអនុស្សាវរីយ៍ដែលធ្វើឲ្យបងបំភ្លេចមិនបាននេះនៅលើស្មារបស់បងនេះហើយដែលជាអនុស្សាវរីយ៍ចុងក្រោយបង្អស់ដែលអូនបានបង្ហូរទឹកភ្នែកទុកជាសាក្សីមុនពេលដែលស្រីអូនឃ្លាតទៅថាមិនក្បត់
ថានឹងត្រឡប់មករកបងវិញនៅថ្ងៃណាមួយឥឡូវថ្ងៃបានคล้ายជាខែបានคล้ายជាឆ្នាំទីបញ្ចប់នៃការរងចាំដ៏ស្មោះត្រង់របស់ខ្ញុំគឺចុចម៉ាយម៉ាច់ជូរីតែទោះបីជាលទ្ធផលនៃការរងចាំទទួលត្រឹមតែភាពខកផ្សាសេចក្តីប្រាថ្នាទោះបីទទួលបានត្រឹមតែទុកព្រួយយ៉ាងនឹងហើយក៏ដោយក៏បោះនៅការប្រាថ្នាសូមរួមជួបជុំបងវិញជំនួសសូមបំភ្លេចចោលទៅបំភ្លេចទៅរឿងអក្រិតដែលកន្លងអាសូរអាណិតគ្រូបងបើមិនស្រឡាញ់បើមិនស្រឡាញ់សូមតែអាណិតកុំធ្វើបាបចិត្តឲ្យបងចង់បានថ្ងៃបងពេញកាត់ទឹកនឹងពីវងលើកហើយបើមិនស្រឡាញ់កុំចងចាំថាអត់រសាយ៉ាងមេបងធ្វើបាបអនងតែតាមរំដួលលងវាយអើយរៀងទឹកណែព្រោះតែរូបព្រៃតាមានមុនអ្វីព្រៃចងបងបានតាំងពីព្រាប្រានបងតែក៏មិនដាដេញក៏ឃើញតែខ្លាំងនៅថ្មីអត់ឲ្យរកទុំចិត្តមិនបានទៅប្រានមិននឹងដួលប្រលឹងនៅឯស្នេហ៍ស្នងមកលេងចោលចំរំដាយប៉ុណ្ណោះអាសូររៀមផងនៅដួលចិត្តមិនបានទៅប្រានមិននឹងមិនរួចប្រលឹងរួចស្នេហ៍ស្នងកុំភ្លេងចោលចំរំដាយកំឡងរៀមផងណារំដួលរវាងគេនឹងបងមកខាងសុទ្ធតែបានបង្កើតនៅផ្នែកអនុស្សាវរីយ៍ជាទីគប់ចិត្តដែលអូនពិបាកនឹងបំភ្លេចទៅបានដូចគ្នារវាងគេនឹងបងបានបង្កើតនៅកង្វល់វល់ជាតារាក្នុងទ្រូងរបស់ខ្ញុំបើចាប់ខាងនេះវាអនុខាងនោះតែទោះជាចិត្តរបស់ខ្ញុំមិនដាច់ខ្លាចយ៉ាងណាក៏ដោយក៏សម្រាប់ខាងបងនៅពេលនេះវាហួសអស់ទៅហើយដែរចាប់ទុកថាជាការដោះស្រាយមួយគ្រាសិនទៅចុះដូច្នេះអូនមិនដឹងថាសូមលាបងមួយគ្រាឬក៏លារហូតទេពេលវេលាជាអ្នកប្រាប់យើងបើយើងជាគូព្រេងនឹងគ្នាគ
គង់តែមានឱកាសល្អនៅថ្ងៃមុខណាមួយសម្រាប់អូននិងបងជួបគ្នាទៀតថ្មី កាលបើត្រូវភ្លៀងរុក្ខជាតិនឹងដោះលូតលាស់ល្អឡើងវិញយ៉ាងណាមនុស្សក្រោយពេលដែលយល់កំហុសហើយមានឆន្ទៈប្រកបថាកែខ្លួនវិញក៏គង់តែបានល្អយ៉ាងនោះដែរឈប់យំតែបងមិនស្រីបន្ទោសអូនទេវិបដិសេរីនៃការឈឺចាប់របស់អូនក្នុងពេលនេះវាជាទណ្ឌកម្មមួយធ្ងន់ធ្ងរណាស់ទៅហើយសម្រាប់រូបអូនឈប់យំតែបងនឹងអាណិតស្រឡាញ់អូនឲ្យដូចជាអូនគោរពស្រឡាញ់បងក្នុងពេលនេះដែរដំដាំវាមាននៅលើដើមទ្រូងបងមែនហើយតែសេចក្តីពេញចិត្តដែលបានមកពីការអនុគ្រោះក្នុងពេលនេះអាចជំនួសការឈឺចាប់របស់បងពីអតីតកាលបានណារឿងរ៉ាវដែលកន្លងចាត់ទុកជាសុបិនអាក្រក់របស់ស្នេហ៍វិញទៅចាស់អូនត្រូវតែមកធ្វើវាចាស់ងាកមកកសាងអនាគតថ្មីជាមួយប្តីឡើងវិញរឿងផាត់រឿងក្បត់រៀមលើតហ្វារឿងចាំងផ្លាស់ជាវិមានផ្នែកថ្មីរឿងអងប្រពូជារឿងកវីតែមកនឹងស្រីអត់ម៉ាំងលំថ្លៃមិនបងគ្នារឿង
ពីអតីតគិតថាយល់សពដោយក៏ថាប់បាត់បាំងសូរិយាថ្ងៃរាំងព្រៀងរាំងជើងមេឃលឺថ្លារស្មីស្នេហាបំភ្លឺចន្ទារៀងមិនចរណៃសៅភិនីមាបងអើយកូនយើងភ្ញាក់ហើយឈុំយំទៅថ្លៃថ្ងៃបាំងរសៀលសំលេងរៃដូចចំយ៉ាងស្រីបំពេរូបដីឲ្យគេកាយគេរឿងច័ន្ទគោរពឈប់កនដាលព្រៃមរាក្បត់ដីជារឿងអាស្រ័យរឿងយើងខុសគេមិនដូចទេបើបំភ្លេចចោលទៅស្នេហ៍យើងគង់នៅរាប់ពាន់ឆ្នាំទៅបងអើយកូនយើងភ្ញាក់ហើយឈុំយំទៅថ្លៃថ្ងៃបាំងរសៀលធំលេដូចចំរៀងស្រីបំពេលប្តីឲ្យគេកាយក្រៃរឿងច័ន្ទគោរពឈប់កនដាលព្រៃមរាក្បត់ដីជារឿងអាស្រ័យរឿងយើងខុសគេដូចទេបើបំភ្លេចចោលទៅស្នេហ៍យើងគង់នៅរាប់ពាន់ឆ្នាំពីអតីតស្រីសោភិនីរកស៊ីដោយសត្វពីទីមិនអាចលៀនលាមកពីចក្រយាដោយដើមវិញបានទេបេះដូងអាណិតអាសូររបស់បងមិនអាចលុបលាងភាពអាម៉ាស់អាស្រ័យរបស់ខ្ញុំពីអតីតកាលបានឡើយអ្វីដែលនៅសេសសល់ពីដួងព្រលឹងតិចតួនរបស់ខ្ញុំនឹងមានមច្ចរីកមកទិញយកទៅក្នុងពេលបន្តិចទៀតនេះអូនបានពិចារណានិងជ្រើសរើសរួចហើយគឺមានតែសេចក្តីស្លាប់មួយមុខប៉ុណ្ណោះទើបអាចលុបលាងកន្ទុកចិត្តចោលអប្រិយស្រីដូចរូបខ្ញុំនេះចិត្តចោលអប្រិយស្រីដូចរូបខ្ញុំហើយយកហើយជាខ្ញុំក៏មានមួយទៀតលារេរកថ្មីគាត់ចិនស្វា
ព្រមយំយ៉ាងអារាំងនាតារឿងពីអតីតពិតជាអូនផុសស្លាប់សងកំអស់រូបធ្ងន់ផែនដីសូមលាប្រុសបងតាជាតិថ្មីលាឈ្មោះតាកៃជាស្រីអាស្រីសម្រែកលើងកំគង់ទ្រាំលោកដីទៀនទីប្រណីគ្នាក្ដីមេតាស្លាប់ចង់ស្រីដូចទេពយ៉ាត្រេកព្រៀនបញ្ហាអ្នកណាគេស្នាយអិនព្រមយំយ៉ាងអារាំងនាតាកៃភ្លៀមទៅការធ្វើអត្តឃាតវាមិនមែនជាមធ្យោបាយតែមួយដែលអាចលុបបំបាត់ស្លាកស្នាមដំបៅដែលមានទៅហើយនោះបានទេផ្ទុយទៅវិញក្រៅពីត្រូវសង្គមចោទប្រកាន់អូនថាជាជនគេចវេះពីភារកិច្ចចំពោះមនុស្សទូទៅអូនត្រូវជាប់ឈ្មោះថាស្លាប់ព្រោះតែរឿងអាស្រូវនេះថែមទៀតបាននិយាយក្នុងផ្លូវធម៌អ្នកសម្លាប់ខ្លួនឯងព្រះជាម្ចាស់ប្រោះមិនរួចឡើយពាក្យសម្ដីអស់ទាំងនេះចាំទុកថាបងគ្មានសិទ្ធិនឹងនិយាយហាមឃាត់អូនទៅចុះតែនេះជាករណីយកិច្ចរបស់បងជាប្តីដែលតម្រូវឲ្យប្រណីអនុគ្រោះជារឿងធម្មតាដល់ភរិយាដែលយល់កំហុសតើអូនដឹងទេច្រើនថ្ងៃច្រើនខែដែលស្នេហ៍ឃ្លាតពីបងទៅការពិតបងនៅតែចាំលួនល្អឥតប្រែកន្លះពេលស្នេហ៍បាត់ផ្នែកបំភ្លេចវាចោលទៅបំភ្លេចវាចោលទៅរឿងអាស្រ័យដល់កំណត់យើងត្រូវក្រវែងចោលទៅឲ្យឆ្ងាយហើយអធិប្បាយជាថ្មីរឿងស្រីនឹងបងបើសិនអូនឲ្យរបងមួយប្រគួរមកស្រស់ទៅមិនល្អមកក៏ទទួលតែមួយប៉ុណ្ណោះព្រោះអូនឲ្យច្រើនស្ទើរតែរាប់មិនលោកមកក៏ទទួលដោយស្មោះតែបងទទួលយកត្រឹមមួយប៉ុណ្ណោះពីព្រោះគាត់ចិន្តាប្រចាំជីវិតស្លាប់រួមមិនគិនរាំងសាយជាស្នេហាដែលអូនប្រគល់ទុំឲ្យប្រពីនោះដែលពើស្រីស្រឲ្យស្រស់មកដែរចិនទាំងអនគាត់ពីស្មារួមផែព្រមមួយនៅពេលអូនជាកាយឆ្ងាយពីបងច្រើនថ្ងៃច្រើនខែកន្លងបងក៏នៅតែចាំនួនអងកាន់តែក៏ឡាប់ឡាប់ពីស្នេហ៍យើងទេអូរឿងរ៉ាវភ័មបនបែកចោលតាមក្បួនចោលទៅឲ្យឆ្ងាយរាយរាប់ជាថ្មីរឿងស្រីនឹងបង
ពីបងច្រើនថ្ងៃច្រើនតែកន្លងបងក៏នៅតែចាំលួនអងអិនតែក៏ឡាប់ឡាប់ពីស្នេហ៍ស្នេហ៍យើងទេអូនស្រឿណាឡាប់អមន់បែកចោលតាមដងចោលទៅអើយណារយរាប់ជាថ្មីរឿងស្រីនឹងបងស្នេហាជាជំងឺមួយងាយការពារណាស់ប៉ុន្តែពិបាកព្យាបាលជាទីបំផុតបើបណ្ដោយឲ្យស្នេហាមុតដល់ជម្រៅបាបនៃបេះដូងអ្នកហើយកុំថាឡើយអ្នកជាក្រហោះក្នុងផ្លូវលោកសូម្បីតែអ្នកប្រឡូកក្នុងផ្លូវធម៌ក៏មិនអាចទប់ទល់នឹងស្នេហានេះបានដែរផលនៃការសឹកយ៉ាងបំពេញរបស់នេនទុំហេតុគឺមេរោគនៃសេចក្តីស្នេហាចូលដល់ទីជម្រៅនៃនគរកាយនេះឯងដែលធ្វើឲ្យនេនទុំសឹកមិនស្ដាយភ្នោះបើនៅបួសវាស្ដាយស្រីនេះហើយជាឥទ្ធិពលនៃសេចក្តីស្នេហាឯវិចារផងយំផងរបស់រៀនបងរស់សេរីសុខភាពក្នុងពេលនេះបណ្ដាលមកពីជំងឺស្នេហាដែរដូច្នេះសូមមិត្តម្នាក់អង្គុយតាមដានស្ដាប់តាមការគួរចុះថ្ងៃមិញចិត្តខ្ញុំនៅសង្ឃឹមប៉ិនមិត្តអ្នកឆ្នាំជាទីគោរពចិត្តម៉ាយមកជ្រាបមួយបទនេះខ្ញុំជឿថាអ្នកក៏មិនខុសពីខ្ញុំប្រមាណដែរគឺយើងទាំងអស់គ្នាពិបាកអត់ទ្រាំសរសើរមិនបានបើមិនចេញស្ដីក៏នឹកក្នុងចិត្តដែរចំពោះកាយសម្បទានិងទេពកោសលដ៏ប៉ិនប្រសប់រស់រវើកហាក់បីដូចជារឿងពិតរបស់លោកផ្ទាល់នឹកដល់រឿងនេះកាលណាការសោកស្ដាយចំពោះអ្នកសរសេរនៅតែដដែលទោះបីជាពេលវេលាបានកន្លងទៅយូរហើយក៏ដោយហេតុនេះហើយបានជាសំណរកម្មស្ទឹងសង្កាយយើងខ្ញុំមួយមកពេកគ្នាសម្រាប់បំពាក់ងារថ្មីជូនទៅវិញ្ញាណក្ខន្ធម្ចាស់ទេពកោសលថាធីតាមโนសញ្ចេតនាកណ្ដាលកោះអន្លង់ស្នេហ៍រស់សេរីសុទ្ធាដែលបានប្រកាសរួចហើយនៅបទអត្ថាធិប្បាយខាងដើមភាគទី4រីឯងារដែលមានឈ្មោះថាម្ចាស់សម្លេងរនាតឯង
យើងខ្ញុំសម្រាប់បំពាក់ជូនទៅម្ចាស់ទេពកសលគ្មានពីរផ្នែកសិល្បៈល្ខោននិយាយគឺរៀនច្បងហួយមាសដូច្នេះជាបន្តទៅនេះសូមអស់លោកអ្នកនាងអញ្ជើញពីរោះជាមួយនឹងសំនៀងម្ចាស់សម្លេងរនាតឯកហួយមាសថ្ងៃហើយសែងសូរិយាថ្លាបរិសុទ្ធដែលយើងទ្រាំចាំមួយឆ្នាំមកហើយបានវះឡើងក្រហមឆ្អិនឆ្អាញ់មកកំចាត់ចោលជប់ខ្មៅងងឹតអន្តកាលពីក្បូនស្នេហ៍ជីវិតរបស់យើងហើយពីថ្ងៃនេះតទៅបងលើកទៅយើងទាំងពីរនឹងរស់នៅយ៉ាងសុខសាន្តក្រោមដំបូលមេឃមួយតែមានផ្ទៃខៀវស្រស់មានផ្សែងសង្គ្រាមនៃចិត្តគ្រួសារណាជាឧបសគ្គដល់យើងទៀតណាស់
មុននឹងគោរពលាមិត្តអ្នកស្ដាប់ខ្ញុំលេងសំណាងអ្នកសរសេរអត្ថាធិប្បាយក្នុងភាគទី12នេះសូមលើកយកវិយោគដួងចិត្តអាណិតអាឡោះអាល័យមាតុភូមិរបស់អតីតម្ចាស់សម្លេងរៃកណ្ដឹងឬនាដាសារវ៉ាន់សូសវឿនដែលឃ្លាតកាយឆ្ងាយពីមាតុភូមិមកជូនទុកជាអនុស្សាវរីយ៍ជាទីបញ្ចប់នៃកាសែតអត្ថាធិប្បាយរបស់សមរកម្មស្ទឹងសង្កែភាគទី12នេះពិតមែនហើយស្ទឹងសែនស្រុកខ្មែរមិនល្អឆាតឆាយដោយស្ទឹងសែនប៉ារីសទេតែអ្វីដែលស្ទឹងសែនប៉ារីសគ្មានដូចនោះគឺស្ទឹងសែនខ្មែរជាស្ទឹងសែនកំសត់កំរជាដងស្ទឹងភក្តីដែលហូរមិនខ្លាចនឿយហត់ស្មោះត្រង់នឹងវាលស្រែវាលស្រូវនៃមាតុភូមិរបស់បុព្វបុរសម្ចាស់ប្រាំងប្រាសាទសីឡាទាំង1080ជាទីសក្ការៈនៃយើងដល់ទស្សបារមីបងស្ទឹងសែនសូមលោកជួយថែរក្សាម្ចាស់សំនៀងនិងឈាមខ្មែរដទៃទៀតដែលនៅឯនាយនិងឯនាយសមុទ្រលោកនៅទីនោះឲ្យបានសុខផងចា៎អើយ
សារសមូហកម្មស្ទឹងសង្កែយើងខ្ញុំសូមលំអោនកាយគោរពលាមិនអ្នកស្ដាប់មួយគ្រាសិន